เลยนี่ออกก่อนไอ้บ้าเลยตายเนี่ยបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមអញ្ជើញមកទស្សនាបាទចំនួនបាទមួយគូនេះគឺជាការប្រកួតរវាងបាទទូកខ្សែទឹកខាងក្រៅបាទដែលមានឯកសណ្ឋានពណ៌ផ្ទៃមេឃបាទចុងចង្វាពណ៌សនោះគឺជាទូកដែលមានឈ្មោះថាមជ្ឈុលពេជ្រតេជោសែនជ័យបាទទូកនេះគឺបាទអញ្ជើញមកពីវត្តរតនបុប្ផារាមបាទព្រែងចាញ់បាទស្រុកមុខកពូលខេត្តកណ្ដាលបាទចំណែកខ្សែទឹកខាងក្នុងបាទដែលមានឯកសណ្ឋានពណ៌ទឹកប៊ិចបាទទឹកប៊ិចកម្ៅនេះគឺជាទូកដែលមានឈ្មោះថាសព្រួញពេជ្របាទសម្រាប់ទូកសព្រួញពេជ្រនេះគឺអញ្ជើញមកពីវត្តបាទវត្តវាព្រៅបាទភូមិវាព្រៅបាទឃុំវាព្រៅស្រុកពោរៀងខេត្តព្រៃវែងឥឡូវកំពុងតែចាញ់ព្រៀបទៅលើមជ្ឈុលពេជ្របាទក្នុងជើងទី1នេះបាទមជ្ឈុលពេជ្រខ្សែទឹកខាងក្រៅល្អមែនតើបាទសម្រាប់ជើងទី1នេះដាច់ហ៎បាទជាដាច់ទូកនេះបាទគៀកមកដល់ទីព្រាត់បាទមជ្ឈុលពេជ្រតេជោសែនជ័យបាទឈ្នះដាច់ទៅលើសព្រួញពេជ្រនៅក្នុងជើងទី1បាទចូលដល់ជើងទី2នេះផ្លាស់ប្ដូរខ្សែទឹកបាទសព្រួញពេជ្របាទផ្លាស់ទៅនៅខ្សែទឹកខាងក្រៅចំណែកឯមជ្ឈុលពេជ្រតេជោសែនជ័យផ្លាស់មកនៅខាងក្នុងវិញបាទផ្លាស់មកនៅខាងក្នុងបាទសម្រាប់មជ្ឈុលពេជ្រនេះរៀងតឹងតិចហើយខ្សែទឹកខាងក្នុងបាទឥឡូវយើងទស្សនាវីដេអូចាស់សិនបាទអត់តបានផុសវីដេអូនេះបាទបាំងដល់ប្រហែលខែទៀតហ្នឹងគឺដល់រដូវទៀតហើយបាទទៅចូលភាសាចេញភាសាហ្នឹងគឺបាទរដូវទូកងបាទបន្តកម្មវិធីបន្តហ្នឹងគឺមានច្រើនណាស់ជាមួយឆ្នាំ2026នេះសិតតែទូកថ្មីបាទទាំងវែងទាំងខ្លីមិនដឹងថាការរៀបចំកម្មវិធីផ្សេងហ្នឹងនឹងបានដំណើរការទៅអត់ទេបាទគៀកមកដល់ទីព្រាត់បាទជើងទី2បាទមជ្ឈុលពេជ្រផ្លាស់មកនៅខ្សែទឹកខាងក្នុងរៀងតឹងតិចបាទសម្រាប់ជើងទី2នេះបាទហ៊ានប្រកាសទេដែលជាស្មើគ្នាផង